របៀបប្រឡាក់សាច់គោអាំងចង្កាក់ជាមួយនឹងគល់ស្លឹកគ្រៃមានរសជាតិឆ្ងាញ់ហើយក្លិនវិញឡើងឈ្ងុយប្រឡាក់ជាមួយសាច់គោដែលមានលាយខ្លាញ់យកសាច់គោទៅអាំងហើយញ៉ាំជាមួយជ្រក់ល្ហុងគឺថាឆ្ងាញ់ត្រូវគ្នាមែនទែនឥឡូវនេះចាប់ផ្ដើមមកមើលពីវិធីប្រឡាក់សាច់ទាំងអស់គ្នាមានដូចជាសាច់គោលាយខ្លាញ់ទម្ងន់1គីឡូ5ខាំហាន់សាច់គោជាប្រទេសស្ដើងៗទូចល្មមសម្រាប់គ្រឿងវិញដែរមានដូចជាគល់ស្លឹកគ្រៃស្លឹកក្រូចរំដេងរមៀតខ្ទឹមសខ្ទឹមក្រហមហើយនិងម្ទេសផ្លោកក្រៀមពណ៌ក្រហមបន្ទាប់មកយកគ្រឿងទាំងអស់ហ្នឹងកិនចូលគ្នាឲ្យបានម៉ត់គ្រឿងយើងបានកិនហើយចាប់ផ្ដើមយកគ្រឿងចាក់ចូលសាច់គោគ្រឿងផ្សំវិញដែរមានដូចជាទឹកត្រី3ស្លាបព្រាបាយអំបិល1ស្លាបព្រាកាហ្វេម្សៅស៊ុប2ស្លាបព្រាកាហ្វេប្រេងខ្យង3ស្លាបព្រាបាយស្ករត្នោត1ស្លាបព្រាបាយពេញចុងក្រោយបន្ថែមជាមួយនឹងប្រេងចូល10ស្លាបព្រាបាយច្បល់គ្រឿងទាំងអស់ហ្នឹងឲ្យសព្វចូលចិត្តជាមួយសាច់គោឲ្យបានល្អសិនបន្ទាប់ពីយើងច្បល់សាច់គោបានសព្វចូលគ្នាល្អហើយផ្អាប់ទុករយៈពេល1ម៉ោងចាំយកសាច់គោដោតជាមួយចង្កាក់តាមក្រោយតែបើសិនជាយើងមានពេលច្រើនយើងប្រឡាក់សាច់គោរួចហើយយើងអាចផ្អាប់ដាក់ចូលក្នុងទូទឹកកករយៈពេល1យប់សិនក៏បានដែរធ្វើអញ្ចឹងសាច់គោជាមួយនឹងគ្រឿងយើងចូលចិត្តគ្នាបានល្អឥឡូវនេះយើងចាប់ផ្ដើមមកដោតសាច់គោម្ដងមុននឹងយកឈើចង្កាក់យើងមកដោតសាច់គោយកឈើចង្កាក់ហ្នឹងយកទៅត្រាំទឹកសិនត្រាំទឹកអញ្ចឹងទៅពេលយកទៅអាំងកុំឲ្យឈើចង្កាក់យើងឆេះបើបានយកទៅអាំងជាមួយនឹងចង្ក្រានខ្យងទៀតសាច់គោយើងគឺថាឡើងក្លិនឈ្ងុយមែនតែនញ៉ាំជាមួយនឹងជ្រក់ល្ហុងឬក៏បឺនំប៉័ងគឺថាត្រូវចិត្តគ្នាតែម្ដងអញ្ចឹងវីដេអូធ្វើសាច់គោអាំងចង្កាក់ថ្ងៃនេះដែរគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូពីដើមរហូតដល់ចប់បាយបាយថ្ងៃនេះខ្ញុំនឹងប្រាប់ពីវិធីបំពងខ្ទឹមសធ្វើយ៉ាងណាឲ្យក្លិនឈ្ងុយបានល្អហើយរក្សាទុកបានយូរអញ្ចឹងដំបូងឡើយចាប់ផ្ដើមបកខ្ទឹមសិនសម្បកខ្ទឹមសនេះដែរបើសិនជាយើងចង់បកលឿនហើយស្រួលយកខ្ទឹមសដាក់ត្រាំជាមួយនឹងទឹកក្តៅអ៊ុនៗរយៈពេល10នាទីសិនបន្ទាប់ពីយើងត្រាំទឹកក្តៅអ៊ុនៗហើយសម្បកខ្ទឹមប្រែទៅជាទន់អញ្ចឹងគឺថាស្រួលបកមែនតើគ្រាន់តែយើងកាត់ក្បាលខ្ទឹមសចេញមកសម្បកខ្ទឹមរបូតចេញមកហ្មងបើយើងមានពេលទំនេរជាតិមកធ្វើខ្ទឹមបំពងមកកន្លទុកនៅផ្ទះទៅងាយស្រួលក្នុងការធ្វើម្ហូបដែរនៅពេលយើងចង់ឆាម្ហូបធ្វើអីផ្សេងៗគឺយើងមានខ្ទឹមសបំពងស្រាប់ហ្មងហើយសំខាន់ខ្ទឹមបំពងនេះដែរគឺទុកបានយូរមែនតើអត់ងាយខូចទេឥឡូវនេះបន្ទាប់ពីខ្ញុំបកខ្ទឹមរួចរាល់យកខ្ទឹមទាំងអស់ហ្នឹងយកទៅកិនក្នុងម៉ាស៊ីនតែបើសិនជាយើងអត់ចង់កិននឹងម៉ាស៊ីនហ្នឹងទេអាចយកខ្ទឹមទៅចិញ្ច្រាំក៏បានដែរយើងកិនខ្ទឹមឲ្យម៉ត់ល្មមប៉ុណ្ណឹងមកបានហើយកុំឲ្យម៉ត់ខ្លាំងពេកអញ្ចឹងយើងចាប់ផ្ដើមយកខ្ទឹមទៅបំពងដាក់ខ្លាញ់ចូលក្នុងខ្ទះឲ្យឡើងក្តៅសិនមើលតែខ្លាញ់យើងក្តៅល្មមហើយចាប់ផ្ដើមដាក់ម្សៅឆាកន្លះស្លាបព្រាបាយបន្ទាប់មកដាក់ខ្ទឹមសចូលពេលចាក់ខ្ទឹមសចូលប្រយ័ត្នផុលខ្លាញ់ខ្ទៀតចំណាបំពងខ្ទឹមច្រើនអញ្ចឹងយកល្អគួរតែប្រើខ្ទះជ្រៅជាងនឹងកុំប្រើខ្ទះដូចខ្ញុំជ្រុលខ្លួនឲ្យឡើងផុលខ្លាញ់មុននឹងតែអត់អីទេឥឡូវនេះមកមើលខ្ទឹមបំពងយើងម្ដងខ្ទឹមប្រែពណ៌រាងក្រហមបន្តិចហើយបន្ថែមជាមួយនឹងអំបិល1ស្លាបព្រាកាហ្វេហើយយើងកូរខ្ទឹមទៅវិញទៅមករហូតធ្វើអញ្ចឹងទៅគឺខ្ទឹមយើងឡើងក្រហមស្មើគ្នាល្អហើយសម្រាប់ភ្លើងនេះដែរគឺយើងកុំប្រើខ្លាំងពេកយើងប្រើភ្លើងក្តៅល្មមបានហើយកូរខ្ទឹមរហូតមើលតែខ្ទឹមយើងឡើងក្រហមប៉ុណ្នេះមកគឺបានហើយចាប់ផ្ដើមបិទភ្លើងហើយយើងទុកខ្ទឹមនៅក្នុងខ្លាញ់ហ្នឹងសិនទៅទុកមួយសន្ទុះទៅខ្លាញ់រៀងចុះត្រជាក់បន្តិចខ្ទឹមយើងក៏ឡើងពណ៌ស្អាតហើយក្លិនវិញឡើងឈ្ងុយខ្លាំងមែនទែនខ្ទឹមបំពងនេះដែរបើអ្នកទាំងអស់គ្នាចង់ទុកទាំងខ្លាញ់ក៏បានយើងចង់សម្រស់ខ្លាញ់ចេញក៏បានដែរសម្រាប់ខ្ញុំថ្ងៃនេះខ្ញុំយកខ្ទឹមទៅសម្រស់ខ្លាញ់ចេញបន្ទាប់ពីយើងសម្រស់ខ្លាញ់បានល្អហើយចាប់ផ្ដើមយកកន្លស្អាតមួយមកយកមកដាក់ខ្ទឹមបំពងហើយមួយវិញទៀតខ្លាញ់ដែលយើងបំពងខ្ទឹមមុនហ្នឹងអ្នកទាំងអស់គ្នាអាចសាកយកខ្លាញ់ហ្នឹងទុកសម្រាប់ប្រឡាក់សាច់បានខ្ញុំឧស្សាហ៍យកខ្លាញ់ហ្នឹងដែរគឺលាយជាមួយនឹងគ្រឿងប្រឡាក់សាច់ធ្វើឲ្យសាច់ប្រឡាក់យើងមានក្លិនឈ្ងុយអញ្ចឹងបើអ្នកទាំងអស់គ្នាបំពងខ្ទឹមហើយនៅសល់ខ្លាញ់អាចសាកធ្វើអញ្ចឹងបានដែរឥឡូវនេះខ្ទឹមបំពងត្រជាក់ល្អហើយយើងដួសដាក់ចូលកន្លយើងរក្សាទុកនៅក្រៅទូទឹកកកក៏បានដែរទុកបានយូរទៀតរាប់ខែវីដេអូនេះដែរគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូពីដើមរហូតដល់ចប់បាយបាយ